បន្ទាប់ពីព្រះអង្គសម្រេចប្រតិថានឹងចេញសាងព្រះភ្នោះដូច្នេះហើយក៏បានអោយនាយឆន្ទមាត្រយកគ្រឿងអលង្ការក៏ដូចជាសេះកន្តកៈត្រឡប់ទៅព្រះនគរវិញទូលអំពីអាការៈចេញសាងព្រះភ្នោះរបស់ព្រះអង្គដល់ព្រះបិតាឲ្យបានជ្រាបមានគ្រឿងអលង្ការជាស័ក្តិសិទ្ធិក្នុងពេលនោះក្រោយអំពីនាយឆន្ទមាត្រក៏បានដឹកសេះត្រឡប់ទៅវិញបានប្រហែលអំពីអំពើចំហៀនរបស់សេះគឺសេះងាកន្តកៈក៏បានអត់ថាឡាយប្រតិអំពីព្រះអង្គយ៉ាងឥតឧបមាក៏ធ្វើការកិរិយាអត់ថាបែកទ្រូងស្លាប់នៅពេលនោះបានទៅកើតនៅឋានទសតទេវបុត្រនាឱកាសនោះឯងនាយឆន្ទមាត្រក៏បានពំនាំនៅគ្រឿងអលង្ការដែលកាត់ព្រៃភ្នំក្រំថ្មមកកាន់នៅក្រុងនគររាជកាណាដើម្បីទូលអោយអំពីព្រះបិតាបានជ្រាបនៅដំណើរសាងព្រះភ្នោះព្រះអង្គបន្ទាប់ពីព្រះអង្គនឹកក្នុងព្រះハរតីថាអាត្មាអញនឹងបានអ្វីដើម្បីកាត់នៅព្រះគាសាហើយសាងព្រះភ្នោះប្រាប់តែពេលនោះក៏ដល់ទៅដល់ប្អិនព្រះព្រំក៏បានប្អិនព្រះព្រំក្រឡេកមើលឃើញការកាត់ប្រតិសាងព្រះភ្នោះរបស់ព្រះពោធិសត្វសទ្ធដូច្នេះក៏បាននាំមកនៅប្រខ័ណ្ឌក៏ដូចជាគ្រឿងបរិក្ខារសម្រាប់អ្នកបួសផ្សាយផ្គេនដល់ព្រះសទ្ធត្ថដើម្បីនឹងសម្រេចចិត្តសាងព្រះភ្នោះនៅនីឱកាសកណ្ដាលព្រៃដ៏ធំធេងនាក្រុងហេមពាន្តនោះឯងលុះក្រោយអំពីព្រះអង្គបានកាត់នៅព្រះកេសាអតិដ្ឋានកាលណាក៏ព្រះកេសានោះក៏បានរំនាំយកទៅសម្រាប់តម្កល់នៅឯឋានព្រំហើយព្រះអង្គក៏បានសាងព្រះភ្នោះរួចក៏ព្រះអង្គមានប្រតិថាអាត្មាអញនឹងចេញរកសិក្សានៅថតដ៏ជំនាញដើម្បីដោះអំពីសេចក្តីទុក្ខហើយនឹងបានត្រាស់ជាព្រះពុទ្ធដើម្បីនាំសាទឆ្លងនៅវត្តទុក្ខអស់ទាំងនេះរួចក៏ព្រះអង្គបានធ្វើដំណើរបោះជំហានឈានទៅស្វែងរកនៅប្រធរដើម្បីសិក្សាក្នុងពេលនោះឯងប្រាប់តែដែលទៅកាលណាក៏ទៅបានជួបនៅតាបោះមួយអង្គស្ថិតនៅកណ្ដាលព្រៃគឺឈ្មោះថាឧតុកតាបោះក៏បានសុំសិក្សាសំណាក់រៀនសូត្រអំពីតាបោះឧតុកតាបោះនោះគឺបានសិក្សានៅឈានសមាបត្តិបានសម្រេចនៅសមាបត្តិ7ហើយនឹងឈានប៉ុន្តែมันអាចនឹងនាំឲ្យខ្លួនផុតទុកនៅឡើយទេអ្វីបាត់តែឈាននេះនៅជាប់ជំពាក់នឹងឋានទាំង3នៅឡើយជាងក៏បានធ្វើដំណើរតទៅទៀតគឺបានទៅសិក្សាក្នុងសំណាក់នៃអាឡារតបោះអាឡារតបោះហ្នឹងគឺជាតបោះដែលស្ថិតនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់គឺ
សិក្សានៅប្រថតដែរគឺសិក្សានៅក្បួនត្រៃវេទរបស់ព្រាហ្មណ៍ដែលព្រមបានចោះមកបង្កើតនៅសាសនានៅការសិក្សាអំពីជំនាញនៃការសម្គាល់នៅលក្ខណៈ32ប្រការដូចជាជំនាញក្នុងការតោះទាយហើយនឹងជំនាញក្នុងការហាត់ផាត់កាយវាចាដើម្បីនឹងបានទៅកាន់ឋានសុខឋានសួគ៌ទេវលោកจึงក្នុងនោះមានថាវេទទាំង3ហើយដែលហៅថាត្រៃវេទគឺមានយុត្រាវេទហើយនឹងសមវេទជាដើមហើយនឹងគឺវេទទាំង3នោះគឺវេទទី1ដើម្បីពោលសរសើរអបអរសាទរអំពីពពួកនៃរុក្ខរក្ខណតាទេវតាអិនប្រមជាដើមហើយវេទទី2គឺដើម្បីធ្វើនៅការស្វាធ្យាយនៅការបូជាសេតព្រេនជាដើមហើយនឹងវេទទី3គឺជាការបួងសួងបនអង្វរសុំជាដើមដើម្បីនឹងឲ្យខ្លួនបានទៅកាន់ឋានសួគ៌ក្នុងសំណាក់នៃទេវតាដែលមានឫទ្ធិអស់ទាំងនឹងជួយយកអាសាហើយនឹងសុំសេចក្តីសុខជាដើមក្នុងការសំណាក់រស់នៅប្រចាំថ្ងៃអញ្ចឹងព្រះអង្គក៏បានសិក្សានៅវេទទាំង3នេះក៏បានចេះចប់ហើយនឹងបានស្មាបត្តិ8ទៀតគឺមានបឋមឈានជាដើមដែលញ៉ាំងឈានលោកីឲ្យបានសម្រេចប៉ុន្តែការសិក្សាទាំងនឹងព្រះអង្គក៏ទ្រង់បានសិក្សាចេះចប់រួចកាលណាក៏បានទ្រង់ពិចារណាថាវិជ្ជាអស់ទាំងនឹងគឺមិនអាចនាំខ្លួនឲ្យបានដោះផុតទុក្ខអំពីភពទាំង3បានឡើយគឺវិជ្ជានេះបានត្រឹមតែនាំខ្លួនបានទៅកើតនៅឋានសួគ៌ទេវលោកមានព្រហ្មលោកជាដើមប៉ុណ្ណោះគិតឃើញដូច្នេះហើយក៏ព្រះអង្គបានហៅថាក្រាបទូលាអំពីសំណាក់នៃតាបោះទាំងពីរគឺឧតុកតបោះនិងអរតបោះព្រះអង្គក៏បានចេញទៅស្វែងនៅមុខធម៌ដោយខ្លួនឯងដើម្បីរកផលចិត្តទីបរមសុខស្រាប់តែពេលនោះព្រះអង្គក៏បានទៅដល់ទីកន្លែងក្រមដើមពោធិ៍ដ៏ធំវឹងវើយកាលណាហើយក៏ព្រះអង្គទ្រង់បានអង្គុយពិចារណានៅព្រះធម៌ដើម្បីស្វែងរកនៅមុខធម៌ជាទីត្រាស់ដឹងក៏បានជាដំបូងគឺបាននាំយកនៅប្រធមដែលសិក្សាក្នុងសំណាក់នៃតាបោះទាំងពីរមកពិចារណានឹងអាចនាំអាត្មាចេញចាកអំពីលោកនេះបានទេប៉ុន្តែពិចារណាទៅឃើញមិនបានផលអ្វីសោះដើម្បីនាំខ្លួនឲ្យផុតចាកអំពីលោកទាំង3ដូច្នេះហើយក៏ព្រះអង្គទ្រង់បានធ្វើទុក្ករកិរិយាជាបន្តទៀតដើម្បីស្វែងរកនៅមុខធម៌គឺបានធ្វើនៅការថាទុក្ករកិរិយាមានកាមសុខខលិកានិយោគគឺមានការប្រកបខ្លួនគឺមានភាសា5អុយឆ្អែតស្កប់ស្កល់ក៏ដូចជាមិនខ្វល់ក្នុងការយកចិត្តទុកដាក់ក្នុងការស្វែងរកនៅមុខធម៌ទេគឺធ្វើទៅតាមហៅថាទំនើងរបស់ខ្លួន
ពិសាហាហើយអេតកាណាក៏បានធ្វើអង្គីធម៌ពិចារណាមិនបានហៅថាមកថអ្វីសោះគឺមានតែងងុយងងកហៅថាកើតវិចេះកិច្ចឆាជាដើមគឺហៅថាព្រះអង្គធ្លាប់យកនៅពធដែលហៅថាកម្មសុខលិកានយោការតយអារម្មណ៍ក្នុងកាមដែលព្រះអង្គធ្លាប់បានប្រចាំធ្វើជាស្ដេចនៃព្រះនគរគឺមកអង្គីសយសុខក្នុងកាមដើម្បីស្វែងរកនៅពធក៏មិនបានសម្រេចអញ្ចឹងព្រះអង្គក៏រេគំនិតគិតពិចារណាធ្វើការបដិញ្ញាចិត្តឲ្យខ្លាំងក្លាជាដើមជាងនេះក៏ព្រះអង្គទ្រង់បានយកនៅថាធម៌យ៉ាងទៀតហៅថាអត្តកលមដ្ឋានយោគគឺការធ្វើប្រកបខ្លួនឲ្យមានការលំបាកមានការធ្វើសមាធិមានការឈរនៅជើងតែម្ខាងលើកដៃទាំងពីរឡើងជាដើមហើយជើងម្ខាងទៀតតល់នឹងជង្គង់គឺឈរមួយថ្ងៃមួយយប់ដើម្បីនឹងស្វែងរកនៅពធប៉ុន្តែទោះជាការធ្វើយ៉ាងនេះក៏នៅមិនឃើញបានផលគឺព្រះអង្គមានការអង្គុយថាដើម្បីស្វែងរកនៅពធមានអត់បាយអត់ទឹកគឺខំមកសង្កត់ចិត្តមិននិយាយស្ដីអ្វីទាំងអស់គឺដើម្បីរកនៅប្រធអស់ទាំងនេះប៉ុន្តែនៅតែមិនទាន់បានសម្រេចទៅតាមបំណងរបស់ខ្លួនទៀតក៏ជាធ្វើក្តីទុក្ខលំបាកយ៉ាងណានោះក្តីគឺនៅតែមិនអាចស្វែងរកនៅពធបានពីព្រះអង្គបានធ្វើស្មាធិថាធ្វើលំបាកខ្លួនប្រាណយ៉ាងនេះគឺព្រះអង្គទ្រង់បានឆ្វេងយល់ថាអាត្មាអញកើតស្លាប់កើតចាស់ឈឺស្លាប់គឺអស់រាប់រយពាន់ផែនដីសែននៃកាបហើយដែលទទួលនៅសេចក្តីទុក្ខលំបាកនៃការកើតចាស់ឈឺស្លាប់ដូច្នេះជាដើមអញ្ចឹងចោះជាអាត្មាអញស្វែងរកធម៌ដោយក្តីលំបាកយ៉ាងនេះយ៉ាងនោះក្តីក៏អាត្មាអញនៅតែពេញចិត្តក្នុងការស្វែងរកធម៌ដើម្បីដោះនៅទុក្ខអស់ទាំងនេះអោយតតែបានតោះជាខ្លួនស្លាប់យ៉ាងណាទៅកដាលព្រៃយ៉ាងនោះក្តីគឺអាត្មាអញត្រូវបូជាធម៌ស្វែងរកប្រធអោយតតែបានបើសិនជាមិនបានត្រូវកសាយប្រានស្លាប់ទៅក្នុងព្រៃនេះខូចទៅចប់គឺតាំងអធិដ្ឋានធ្វើស្មាធិគឺអស់យប់អស់ថ្ងៃមិនពិសានៅបាយព្រមទាំងទឹកអ្វីទាំងអស់ខំមាត់សង្កត់ចិត្តដល់សកាំងសកមរីងរៃសំបីតែក្រោកឡើងដើមមិនចង់រួចគឺដោយសេចក្តីលំបាកយ៉ាងនេះខ្លាំងដោយពុទ្ធបរិស័ទបងប្អូនយើងបានឃើញនៅរូបសំណាកព្រះអង្គដែលធ្វើទុក្ខកិរិយានៅក្នុងទីនេះស្រាប់ជាងការស្វែងរកនៅពធគឺលំបាកណាស់តម្រាំនឹងបានយល់បានដឹងបានឆ្វេងយល់នៅប្រធជាសច្ចធម៌ពិតប្រាកដរបស់ព្រះសម្មាសម្ពុទ្ធនឹងគឺមិនមែនជាការងាយទេគឺការសិក្សាប្រតិបត្តិឲ្យបានកញ្ចប់កញ្ជួនចាក់ឡាពិតប្រាកដមិនមែនគ្រាន់តែសិក្សាប៉ុណ្ណោះឬគ្រាន់តែការធ្វើស្មាធិប៉ុណ្ណេះតិចតួចជាងយើងបានយល់ធម៌បានឆ្លងនៅការត្រាស់ដឹងនៅប្រធននោះមិនងាយទេគឺត្រូវតែបូជាប្រធនដោយកាយវាចាចិត្តពិតប្រាកដទើបអាចស្វែងយល់នៅប្រធនដ៏ពិតប្រាកដសម្រាប់ប្រតិបត្តិនាំខ្លួនឲ្យឆ្លងផុតនៅទុក្ខសេចក្តីលំបាកក្នុងភពទាំង3បានក្រោយអំពីព្រះអង្គទ្រង់បានធ្វើការពិចារណាឃើញច្បាស់ថាការស្វែងរកនៅមោគធម៌ដើម្បីបានសម្រេចត្រាស់ជាព្រះសព្វញ្ញពុទ្ធនឹងនាំខ្លួនឆ្លងផុតจากវដ្តទុក្ខជាមួយនឹងនាំសត្វទាំងអស់នេះគឺមិនមែនបានមកដោយការធ្វើ
ធ្វើស្មារតីគឺកម្មសុខលការនិយោគឬអត្តកលមដ្ឋាននិយោគនោះបានសម្រេចឡើយគឺបានសេចក្តីថាធ្វើខ្លួនឲ្យស្រួលសនុកខ្លាំងពេកឬធ្វើខ្លួនឲ្យលំបាកវេទនាខ្លាំងពេកក៏មិនអាចស្វែងរកនៅមុខធម៌បានឡើយដូច្នេះហើយក៏ព្រះអង្គទ្រង់ពិចារណាមកវិញថាមានតែផ្លូវកណ្ដាលប៉ុណ្ណោះហៅថាមជ្ឈិមបដិបទាឬហៅថាអដ្ឋង្គិកម្មៈជាប្រធរដែលនាំឲ្យព្រះអង្គបានត្រាស់ដឹងជាប្រសិទ្ធញ្ញូពុទ្ធដូច្នេះហើយក៏ព្រះអង្គមានប្រតិដើម្បីនឹងស្វែងរកនៅអាហារផ្លែឈើឬនិមន្តចេញទៅបណ្ឌបាតសិនតាមសមគួរដើម្បីនឹងបានធ្វើស្មារតីស្វែងរកនៅពុទ្ធតាំងកាយវាចាចិត្តគឺដេកដើរឈរអង្គុយក្នុងពេលនោះឯងគឺបញ្ចវគិឃើញអាការៈប្រែប្រួលរបស់ព្រះអង្គដូច្នេះក៏មានទឹកចិត្តថានឹងព្រះអង្គសំបីតែធ្វើធម៌ដោយលំបាកយ៉ាងនេះមិនបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធចុះតម្រាំនឹងនិមន្តចេញដើម្បីស្វែងរកនៅអាហារដើម្បីនឹងសោយនៅអាហារហើយធ្វើស្មារតីដូចនេះនឹងកាលនឹងទៅបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដូច្នេះក៏បាននាំគ្នាចេញចាកចូលព្រះអង្គទៅបន្ទាប់មកព្រះអង្គទ្រង់បានពិចារណានៅអដ្ឋង្គិកម្មៈទាំង8និងបច្ចវេកណៈហើយនឹងអនេកជាតិព្រមទាំងធម៌អវិជ្ជាបច្ចយាសង្ខារាជាដើមព្រះអង្គក៏ទ្រង់បានត្រាស់ដឹងជាព្រះសព្វញ្ញូពុទ្ធជាព្រះសម្មាសម្ពុទ្ធមួយអង្គមានលក្ខណៈគ្រប់ពេញលេញបរិបូរណ៍គឺសេរីរាងកាយដ៏ស្អាតស័ក្តិសមកម្រើករំពើនៅញាប់ញ័រផែនដីជាដើមជាការត្រាស់ដឹង